ក្បួនទាំងនោះអាចបណ្ដាលឲ្យសម្ដេចថ្មីថ្មោងទៅជាសម្ដេចចាស់វស្សាហើយផ្ដល់មកសម្ដេចនៅក្តីសន្តិសុខនិងសេចក្តីរឹងប៉ឹងក្នុងនគរប្រសើរជាងថាបើសម្ដេចបានសោយរាជ្យយូរយារណាស់មកហើយផងព្រោះមានគេចាំមើលសកម្មភាពរបស់សម្ដេចថ្មីថ្មោងច្រើនជាងសម្ដេចដែលឡើងសោយរាជ្យបន្តពូជពង្សកាលណាគេយល់ថាសកម្មភាពទាំងនេះមានសិលធម៌បណ្ដាជននឹងមកចោមរោមសម្ដេចកាន់តែច្រើនហើយគេមានចំណងភក្តីភាពរឹងប៉ឹងជាមួយសម្ដេចជាងសម្ដេចដែលមានវង្សត្រកូលចាស់ទុំទៅទៀតព្រោះថាមនុស្សចាប់អារម្មណ៍លើអ្វីដែលស្ថិតនៅក្នុងភាពបច្ចុប្បន្នជាងអ្វីដែលកន្លងហួសទៅហើយកាលបើគេមានសេចក្តីធូរធារខ្សែមខ្សានក្នុងបច្ចុប្បន្នកាលហើយគេសប្បាយចិត្តហើយមិនចង់បានអ្វីថែមទៀតទេផ្ទុយទៅវិញគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសម្ដេចរហូតដល់ពេលណាសម្ដេចធ្វើកំហុសអ្វីផ្សេងទៀតដូច្នេះសម្ដេចអាចនឹងមានកិត្យានុភាពពីអន្លើគឺបានបង្កើតនគរថ្មីមួយដែលបានផ្ដល់លំអព្រមទាំងពង្រឹងនគរនោះឲ្យមានច្បាប់ត្រឹមត្រូវគ្រឿងអាវុធល្អមិត្តភក្តិប្រពៃនិងឧទាហរណ៍ដ៏វិចិត្រក៏ដូចគ្នាសម្ដេចនឹងអាចមានការខ្មាស់អៀនពីអន្លើដែរគឺបានកើតមកជាសម្ដេចហើយដោយសារខ្វះសេចក្តីប្រយ័ត្នប្រយែងក៏បានបាត់បង់រាជបល្ល័ង្ករបស់ខ្លួនបើគេពិនិត្យពីអ្នកដឹកនាំដែលបាត់តំណែងនៅអ៊ីតាលីក្នុងសម័យយើងនេះដូចជាស្ដេចនៃនគរ Naples សម្ដេចនៃក្រុង Milan និងសម្ដេចដទៃទៀតគេនឹងឃើញថាទាំងអស់គ្នានោះមានកត្តាបរាជ័យតែមួយដូចគ្នាគឺសាស្ត្រាវុធដែលជាបុព្វហេតុដែលបានអធិប្បាយយ៉ាងវែងស្រាប់មកហើយរួចហើយយើងឃើញថាសម្ដេចខ្លះមានអ្នកស្រុកស្អប់ឬក៏បើមានអ្នកស្រុកស្រឡាញ់សម្ដេចទាំងនោះមិនអាចប្រកាន់យកកិត្តិយសកិត្តិនាមបានទេព្រោះសម្ដេចមិនអាចបាត់បង់រដ្ឋបានឡើយបើគ្មានគុណវិបត្តិខាងសាស្ត្រាវុធហើយបើអាចមានកម្លាំងទ័ពនៅលើសមរភូមិនោះសម្ដេច Philip នៃម៉ាសេដុនដែលមិនមែនជាបិតារបស់ Alexander មហារាជនោះទេតែជាសម្ដេចដែលត្រូវ Titus Quintius វាយជិះជាន់បានអត់មានរដ្ឋធំធេងទេបើប្រៀបធៀបជាមួយនឹងនគររ៉ូមនិងក្រិចដែលជាអ្នកជិះជាន់ខ្លួននោះប៉ុន្តែមកពីសម្ដេច Philip នៃម៉ាសេដុននេះជាយុទ្ធករហើយជាបុគ្គលដែលចេះត្រូវរូវជាមួយប្រជាជនហើយចេះរក្សាកិត្តិនាមខ្ពង់ខ្ពស់ទ្រង់អាចធ្វើសង្គ្រាមប្រឆាំងនឹងមហានគរទាំងនេះបានជាច្រើនឆ្នាំពេលកន្លងយ៉ាងយូរក្រោយមកទុកជាសម្ដេចនេះបានបាត់ទីក្រុងខ្លះក៏ដោយក៏ទ្រង់នៅតែថែរក្សាព្រះរាជាណាចក្រឲ្យនៅគង់វង្សបានដូច្នេះហើយសម្ដេចទាំងឡាយដែលបានសោយរាជ្យជាច្រើនឆ្នាំលើទឹកដីខ្លួនមិនត្រូវបន្ទោសជោគវាសនាថាបានបណ្ដាលឲ្យបាត់បង់ប្រទេសទេតែត្រូវបន្ទោសការធ្វេសប្រហែសរបស់ខ្លួនវិញព្រោះខ្លួនមិនដែលបានគិតក្នុងពេលមានសន្តិភាពថាអ្វីៗអាចផ្លាស់ប្ដូរបាននេះជាកំហុសទូទៅរបស់មនុស្សដែលមើលមិនឃើញព្យុះសង្ឃរាក្នុងពេលអាកាសស្ងប់ស្ងាត់ល្អដល់ពេលអាសន្នមកដល់ពួកសម្ដេចទាំងនេះគិតតែពីរដ្ឋចលនគរមានគិតក្រាញនៅការពារខ្លួនទេហើយសង្ឃឹមថាប្រជារាស្ត្រខឹងក្តៅចិត្តបះបោរប្រឆាំងនឹងអ្នកឈ្លានពានហើយអញ្ជើញខ្លួនចូលមកស្រុកវិញអបាយកលនេះល្អបើគ្មានផ្លូវអ្វីផ្សេងទៀតទេនោះប៉ុន្តែជាការអាក្រក់ណាស់ដែលធ្វេសប្រហែសនៅមធ្យោបាយផ្សេងទៀតឲ្យធ្លាក់ខ្លួនមកដល់ប្រើអបាយកលនេះគ្មាននរណាចង់ដួលពីព្រោះមកពីដឹងថាមានគេចាំលើកខ្លួនឡើងវិញនោះទេការ
ជឿថាព្រឹត្តិការណ៍ក្នុងលោកទាំងឡាយបណ្ដាលពីព្រេងវាសនានិងពីព្រះជាម្ចាស់ហើយថាមនុស្សម្នាទាំងឡាយពុំអាចផ្លាស់ប្ដូរព្រឹត្តិការណ៍ទាំងនោះបានទេទុកជាមានការប្រយ័ត្នប្រយែងយ៉ាងណាក៏ដោយហើយផ្ទុយទៅវិញគ្មានថ្នាំសង្កូវឯណាអាចយកមកផ្សះបានទេម្ល៉េះហើយគេសម្រេចថាជាការឥតប្រយោជន៍ដែលមនុស្សចង់ផ្លាស់ប្ដូរព្រឹត្តិការណ៍ទាំងនោះហើយទុកព្រឹត្តិការណ៍ទាំងនោះឲ្យកើតឡើងតាមសមាជីវោចុះជំនឿនេះកាន់តែរីកសុះសាយក្នុងសម័យយើងនេះច្រើនដែលមកពីគេបានឃើញព្រឹត្តិការណ៍ធំៗកើតឡើងរាល់តែថ្ងៃហួសពីសេចក្តីសន្និដ្ឋានរបស់មនុស្សទៅទៀតកាលណាខ្ញុំប្រកាសណាគិតពីព្រឹត្តិការណ៍ទាំងនេះខ្ញុំប្រកាសណាជួនកាលក៏មានជំនឿនេះម្ដងដែរទុកជាយ៉ាងនេះក៏ដោយក៏គតិសេរីរបស់យើងមិនបានរលាយរលត់បាត់ឈឹងនោះទេខ្ញុំប្រកាសណាគិតថាព្រេងវាសនាអាចដឹកនាំ 50% នៃសកម្មភាពរបស់យើងពិតមែនហើយតែជោគជតាទុក 50% ទៀតសម្រាប់ឲ្យយើងដឹកនាំខ្លួនឯងខ្ញុំប្រកាសណាអាចប្រដូចជោគវាសនាទៅនឹងស្ទឹងដែលមានកិរិយាសាហាវគឺថាកាលណាមានទឹកជំនន់បណ្ដាលឲ្យលិចស្រែចម្ការរលើងរុក្ខជាតិនិងគេហដ្ឋានជញ្ជូនដីពីច្រាំងមួយទៅដាក់ច្រាំងមួយទៀតម្នាក់រត់គេចហើយអ្វីក៏បរាជ័យចំពោះមុខកំហឹងនៃស្ទឹងនោះដែរដោយមិនអាចប្រឈមមុខប្រឆាំងនឹងវាបានប៉ុន្តែស្ទឹងនោះមានលក្ខណៈមួយថាកាលណាខ្លួននៅក្នុងភាពស្ងប់ស្ងាត់មនុស្សអាចប្រុងប្រៀបរៀបចំលើកទំនប់ធ្វើរបាំងទុកសម្រាប់ពេលណាដូច្នេះវាសនាបង្ហាញអំណាចរបស់ខ្លួនតែនៅទីណាដែលគេគ្មានគម្រោងការប្រឆាំងនឹងវាទេហើយវាតម្រង់កំហឹងវាសំដៅទៅតែទិសណាដែលវាដឹងថាអត់មានទំនប់ឬរបាំងសម្រាប់បង្អាក់វាជានិច្ចបើសម្ដេចតូចមើលមកអ៊ីតាលីដែលជាកន្លែងពោពេញទៅដោយព្រឹត្តិការណ៍ហើយដែលជាកន្លែងដែលបណ្ដុះបណ្ដាលនៅព្រឹត្តិការណ៍ទាំងនេះផងសម្ដេចនឹងឃើញថាអ៊ីតាលីជាប្រទេសដែលគ្មានទំនប់របាំងអ្វីសោះបើសិនអ៊ីតាលីមានវិធីការពារត្រឹមត្រូវដោយប្រទេសអាល្លឺម៉ង់អេស្ប៉ាញនិងបារាំងទឹកជំនន់នេះពុំអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរដ៏ខ្លាំងដូចយើងបានឃើញនេះទេឬមួយក៏ពុំអាចកើតឡើងជាស្ថាពរបានផងសេចក្តីអធិប្បាយខាងលើនេះគ្រប់គ្រាន់នឹងសម្ដែងសេចក្តីជំទាស់ចំពោះជំនឿលើវាសនាជាទូទៅហើយប៉ុន្តែសូមសម្ដេចផ្ចង់គំនិតស្មារតីលើករណីពិសេសមួយចំនួនខ្ញុំប្រកាសណាសូមចង្អុលទូលថាគេឃើញសម្ដេចមួយអង្គមានជោគវាសនាល្អថ្ងៃនេះហើយសម្ដេចនេះអាចត្រូវវិនិច្ឆ័យថ្ងៃស្អែកដោយមកពីត្រង់មិនបានផ្លាស់អរិយាប័ត្រឬអ្វីផ្សេងទៀតផងទូលបង្គំជឿថានេះគឺបណ្ដាលមកពីបបហេតុដែលយើងបានអធិប្បាយយ៉ាងវែងរួចមកហើយគឺថាដោយសារសម្ដេចដែលពឹងលើវាសនាទាំងស្រុងទ្រង់នឹងវិនិច្ឆ័យហិនហោចកាលណាវាសនាផ្លាស់ប្ដូរទូលបង្គំក៏ជឿទៀតថាសម្ដេចអង្គណាដែលធ្វើត្រឹមត្រូវតាមកាលៈទេសៈនឹងមានសេចក្តីសុខសប្បាយហើយផ្ទុយទៅវិញសម្ដេចអង្គណាដែលធ្វើបញ្ច្រាស់ពីសេចក្តីត្រូវការរបស់កាលៈទេសៈក៏នឹងមានកម្មអភ័ព្វណាស់ព្រោះគេឃើញថាវត្ថុដែលមនុស្សទាំងឡាយចង់បានគឺកិត្យានុភាពនិងទ្រព្យសម្បត្តិធនធានបណ្ដាលឲ្យគេរុករកផ្លូវតម្រង់ទៅកាន់គោលដៅនោះតាមវិធីផ្សេងគ្នាម្នាក់ប្រើវិធីមើលមុខមើលក្រោយម្នាក់ទៀតធ្វើដោយទំនើងចិត្តម្នាក់ប្រើអំពើព្រៃផ្សៃម្នាក់ទៀតប្រើឧបាយកលម្នាក់មានសេចក្តីព្យាយាមម្នាក់ទៀតស្ទុះស្ទាឆេវឆាវហើយគេរាល់គ្នាអាចមកដល់គោលដៅតាមវិធីខុសៗគ្នានេះគេឃើញទៀតថាមនុស្សពីរនាក់ដែលមានសេចក្តីប្រយ័ត្នប្រយែងដូចគ្នាតែម្នាក់បានសម្រេចផែនការដោយជោគជ័យម្នាក់ទៀតអត់ហើយដូចគ្នានោះដែរគេឃើញមនុស្សពីរនាក់បានសម្រេចផែនការដោយជោគជ័យតែមនុស្សទាំងពីរនាក់នេះប្រើមធ្យោបាយខុសគ្នាមួយប្រយ័ត្នប្រយែងមួយទៀតរបៀបឆេវឆាវតែនេះគឺ
ផ្អែកលើពេលវេលាដែលមានភាពស្របឬមិនស្របទៅតាមមធ្យោបាយរបស់គេម្នាក់ៗដូច្នេះលទ្ធផលគឺដោយខ្ញុំប្រកាសណាបាននិយាយមកហើយថាមនុស្សពីរនាក់ទៀតប្រើមធ្យោបាយដូចគ្នាម្នាក់បានសម្រេចគោលដៅម្នាក់ទៀតអត់នេះក៏ពឹងលើការផ្លាស់ប្ដូរនៃវាសនាដែរព្រោះថាបើពេលវេលានិងឱកាសឲ្យសម្ដេចណាម្នាក់ដែលមានភាពប្រយ័ត្នប្រយែងសម្ដេចនោះក៏នឹងបានជោគជ័យប៉ុន្តែបើកាលៈទេសៈផ្លាស់ប្ដូរសម្ដេចអង្គនោះក៏វិនាសហិនហើយព្រោះថាទ្រង់មិនបានផ្លាស់តាមកាលៈទេសៈគ្មាននរណាអាចប្រយ័ត្នប្រយែងរហូតដល់អាចផ្លាស់ប្ដូរតាមកាលៈទេសៈទាំងស្រុងនោះទេព្រោះមកពីថាគេពុំអាចធ្វើឲ្យខុសពីធម្មជាតិរបស់គេឬក៏មកពីគេបានសម្បូរសប្បាយដោយដើរតាមមាគ៌ាតែមួយមកយូរហើយពុំអាចបញ្យល់ខ្លួនគេឲ្យបែកចេញពីមាគ៌ានោះបានដូច្នោះមនុស្សដែលមានសេចក្តីប្រយ័ត្នប្រយែងកាលណាពេលវេលាតម្រូវឲ្យធ្វើអ្វីភ្លាមស្រាប់តែពុំចេះផ្លាស់ប្ដូរឲ្យបានរហ័សម្ល៉េះហើយលទ្ធផលគឺត្រូវវិនាសព្រោះបើគេអាចផ្លាស់ប្ដូរធម្មជាតិរបស់គេ